មារៈជាជនជាតិបារាំងបង្ហាញសមត្ថភាពសម្ដែងសិល្បៈបុរាណក្នុងការតាំងបង្ហាញផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពកុមារាសុភាអាយុ9ឆ្នាំដែលមានឪពុកម្ដាយជាជនជាតិបារាំងសុទ្ធសាធបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង3ឆ្នាំមានសមត្ថភាពអាចនិយាយនិងស្ដាប់ភាសាខ្មែរបានខ្លះៗពិសេសនោះមានទេពកោសល្យនិងមាននិស្ស័យស្រឡាញ់នៅវប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរពិសេសរបាំបុរាណខ្មែរថ្វីត្បិតកុមារារូបនេះជាជនជាតិបារាំងក៏ពិតមែនប៉ុន្តែដោយការស្រឡាញ់សិល្បៈវប្បធម៌របស់ខ្មែរនឹងបានឃើញនៅភាពអយុត្តិធម៌ដែលកម្ពុជាទទួលបានកុមារារូបនេះបានស្ម័គ្រចិត្តចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ស្នាដៃកូនខ្មែរសិល្បៈដើម្បីសន្តិភាពដើម្បីបង្ហាញទៅកាន់អន្តរជាតិនិងពិភពលោកពីការពិតនឹងការឈឺចាប់នៃសង្គ្រាមក្នុងគោលបំណងផ្ដល់សម្លេងដល់ជនស៊ីវិលការគោរពបេតិកភណ្ឌនិងអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យចាត់វិធានការចំពោះចោរឈ្លានពានថៃក្នុងការសម្ដែងនេះកុមារាសុភាបានក្រងនៅឈុតរបាំបុរាណជាឈុតតួអង្គស្វាពលក្នុងរឿងរាមកេរ្តិ៍សម្ដៅទៅលើកងទ័ពស្វារបស់ព្រះរាមដែលបានសន្លប់បាត់បង់ស្មារតីឬស្លាប់ក្នុងសមរភូមិដោយសារអាវុធមន្តអាគមរបស់ពួកយក្សភាគច្រើនគឺកងទ័ពដែលត្រូវនឹងមន្តអាគមរបស់ឥន្ទ្រជិតសិល្បៈគំនូរនេះបានបង្ហាញគ្រប់សកម្មភាពទាំងអស់នៃភាពឈឺចាប់ស្នាមរបួសទុក្ខវេទនាដែលបណ្ដាលមកពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាផ្ទាំងគំនូរទាំងអស់ដែលជាស្នាដៃរបស់កូនខ្មែរបានបង្ហាញពីការឈឺចាប់ឥតឧបមារបស់កម្ពុជាដែលនឹងដាក់បង្ហាញរហូតដល់សង្គ្រាមត្រូវបានបញ្ចប់នៅពីក្រោយគំនូរបានបង្ហាញឲ្យពិភពលោកទាមទារនូវសន្តិភាពវិតាឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមានជាតិឆាសុតមន់ទេយាយម៉ានមានជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់